ក្នុងដីទូលដ៏ធំទូលាយកងទ័ពបានស្ទាបស្ទង់ដើម្បីរំកើដីថ្មនិងបើកផ្លូវឲ្យកម្លាំងតាមខ្សែផ្គត់ផ្គង់អាចហែលឡើងពីរបាំងគ្រប់គ្រាន់ទោះជាយ៉ាងណាទឹកជំនន់និងការផ្លាស់ទីប្រជាពលរដ្ឋបានធ្វើឲ្យការងារទាំងមូលកាន់តែពិបាកហើយកម្លាំងធំមួយមិនអាចត្រឡប់មកស្ដារឡើងវិញបានទេផែនទីត្រូវបានបំបែកខ្សែសម្ព័ន្ធខូចខាតនិងឧបករណ៍ចម្បាំងដែលរំពឹងថាធ្វើឲ្យមានអត្ថប្រយោជន៍ពិសេសម្យ៉ាងវិញក៏មិនបានផ្ដល់លទ្ធផលដូចជាការរំពឹងទុកដែរក្នុងពេលដែលកម្លាំងទឹកកំពុងឡើងនិងការផ្លាស់ប្ដូរទីលំនៅកំពុងធ្វើជាប្រម៉ោទបុរសជាច្រើនត្រូវបំពេញភារកិច្ចយ៉ាងលំបាកចាប់ពីការបង្កើតខ្សែការពាររហូតដល់ការអនុវត្តសកម្មភាពដែលមិនសមនឹងសេចក្តីសង្ឃឹមរបស់ពួកគេសម្រាប់ពួកគេវាជាសង្គ្រាមដ៏ដាច់សរសៃពេលដែលសត្រូវចាប់ផ្ដើមវាយលុកគឺជាពេលដែលពួកគេត្រូវចាប់ផ្ដើមប្រយុទ្ធមុនឲ្យបានរហ័សជាងខ្យល់បន្ទាប់ពីការប្រយុទ្ធយូរអង្វែងកម្លាំងពិសេសរបស់ពួកគេបានធ្វើឲ្យសត្រូវបង្ហាញខ្លួនពួកគេបានចាប់អារម្មណ៍ទៅលើក្លិនពិសេសមួយដូចជាផ្លែឈើឆ្ងាញ់ប៉ុន្តែមានភាពរិលដាច់ក្លិនដែលសម្គាល់ពីវត្តមាននៃធីសិនដ៏អស្ចារ្យ